ចឹងសម្រាប់បងប្អូនដែលសួរថាតើ spec កុំព្យូទ័រប៉ុណ្ណាដែលយើងអាច run មួយ tool បានណាបាទនិយាយទៅសម្រាប់ tool កុំព្យូទ័រ spec ប៉ុណ្ណាក៏យើងដាក់ run បានដែរអញ្ចឹងអាកុំព្យូទ័រ spec RAM ត្រឹម 4G អីក៏ដាក់ run បានដែរអញ្ចឹងណាបងប្អូនបាទបើសិនជាករណីបងប្អូន run មួយ phone farm ដូចខ្ញុំចេះគឺយើង run ជាមួយ spec កុំព្យូទ័រ RAM ត្រឹម 4G spec កុំព្យូទ័រតូចៗក៏ run ការដែរប៉ុន្តែបើសិនជាករណីបងប្អូន run ជាមួយកម្មវិធី LD នេះកម្មវិធីនេះណាបាទកម្មវិធី LD បាទនិយាយទៅបើសិនជាករណីយើង run មួយកម្មវិធី LD នេះវាតម្រូវឲ្យ spec កុំព្យូទ័រ pen បងប្អូនហ្នឹងវាrun ទៅតាមចំនួនផ្ទាំងបាទចំនួនផ្ទាំងនេះផ្ទាំង screen នេះបានន័យថាក្នុងមួយផ្ទាំងខ្ញុំចុចបើកមួយផ្ទាំងហ្នឹងបាទគឺវាស៊ី spec កុំព្យូទ័ររបស់បងប្អូនហ្នឹងចំនួន3 core ហើយ RAM 2G បាទអញ្ចឹងចង់ដឹងថាតើ spec កុំព្យូទ័របងប្អូនហ្នឹងអាច run បានប៉ុន្មានផ្ទាំងអញ្ចឹងយើងគ្រាន់តែចុច mouse ស្ដាំលើនេះមកយើងយកកន្លែង task manager នេះមកបាទហើយយើងចុចលើកន្លែងនេះបាទហើយយើងចុចលើ CPU មកអញ្ចឹងយើងមើល CPU ផងយើងនេះអញ្ចឹង CPU នេះផងខ្ញុំគឺ36 core អញ្ចឹង36 core អញ្ចឹងក្នុងមួយផ្ទាំងនេះវា run C spec កុំព្យូទ័របងប្អូនអស់3 core RAM 4G អញ្ចឹងណាបាទអញ្ចឹងបើសិនករណីយើង run មួយ LD នេះតើតើ spec កុំព្យូទ័ររបស់យើងហ្នឹងវា RAM រៀងច្រើនដែរ RAM 8G អីឡើងទៅអញ្ចឹងណាបាទ RAM 8G CPU 8 core អី run បានហើយអញ្ចឹងណាបាទអញ្ចឹងយើងគុណតាមនឹងទៅមួយផ្ទាំងវា C អស់3 core មួយផ្ទាំងហ្នឹងណាបាទមួយផ្ទាំង C អស់3 core RAM 4G បាទអញ្ចឹងយើងគុណតាមនឹងទៅអញ្ចឹងបើសិនករណីបងប្អូន run មួយទូរស័ព្ទ phone farm ដូចខ្ញុំចេះអត់ចាំបាច់បារម្ភថា spec កុំព្យូទ័រតធំទេនិយាយទៅគឺវា run តែប៉ុណ្្នឹងឯងបាទគឺវា run លើទូរស័ព្ទ phone farm បាទវាអត់ស៊ី spec កុំព្យូទ័រទេអញ្ចឹងគឺ spec កុំព្យូទ័រប៉ុណ្ណាក៏យើង run បានដែរជាមួយ tool ណាបាទហើយសំខាន់គឺសំណួរសួរថាតើបងប្អូន run មួយ LD ឬក៏ run មួយ phone farm តែប៉ុណ្្នឹងឯងបើ run មួយ phone farm អាហ្នឹង spec កុំព្យូទ័រយើង RAM 8G អីឡើងទៅ run បានដែរអញ្ចឹងបាទហើយ run បានមួយផ្ទាំងពីរផ្ទាំងអីចឹងទៅបាទហើយបើសិនជា spec កុំព្យូទ័របងប្អូននេះ CPU កុំព្យូទ័របងប្អូនហ្នឹងនេះបានច្រើនអាហ្នឹងអាច run បានច្រើនហើយអញ្ចឹងអានេះ36 core run បាន10ផ្ទាំង run អាកម្មវិធី LD មិញបើអត់មានទូរស័ព្ទណាបាទវាអញ្ចឹងឯងណាបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងទៅណាបាទសូមអរគុណច្រើន